អស់គ្នាហ្មងបងប្អូននៅពេលនេះគឺខ្ញុំបានមកជួបលោកយាយដែលជាលោកយាយរបស់អាអូនដែលគាត់រងរបួសតប៉ៅពេញខ្លួនហ្នឹងលោកយាយឥឡូវនេះគាត់បានមកដល់ពេទ្យគុណដេបបុផាហើយលោកយាយដឹងទេថាអាអូនគាត់កើតជំងឺអីគេហើយកើតរយៈពេលប្រហែលថ្ងៃឯងលោកយាយដំបងវាចេញដល់រែងដូចរែងយើងចែងថ្ងៃយ៉ាងលបាក់បាន2ថ្ងៃម៉ែវានៅទលេសុំឲ្យក្មួយឲ្យចៅខ្ញុំហ្នឹងដុំវាទៅលេងវានៅភូមិមួយទៀតវាមកលេងដល់ពេលដុំទៅស្រាប់វាយកទៅទលេបាត់ហើយចេញនៅផ្ទះបាន2ថ្ងៃស្រាប់មកវិញហើមបភ្លួងបផ្លាំងវាហ៊ានមកខ្លាចអ្នកផ្ទះផ្ទុះតើកូននឹងហើមមកលីចលងអស់តបើឡើងចិត្តពេញខ្លួនបដ ហើយសប្បុរសបធរជួយខ្ញុំឲ្យបានចៅបានមកពេទ្យនេះខ្ញុំសូមអរគុណទាំងអស់តម្រងខ្ញុំអត់មាននេះទេខ្ញុំអរគុណអាអូនគាត់មានឪពុកម្ដាយដែរទេលោកយាយមានតែប៉ុនវាទុកចោលអត់ដឹងមើលកូនមានទាំងឪពុកមានទាំងម្ដាយហើយទៅរស់ស៊ីអត់មានបានលុយមកចិញ្ចឹមកូនទេចាអញ្ចឹងមិនថាបង្កើតកូនមកទុកឲ្យលោកយាយមើលឲ្យពួកគាត់ទៅរកស៊ីអញ្ចឹងទៅចា2នាក់ខ្ញុំចាំទឹក2តែអត់មានបានថវិកាមកជួយកូនទេអត់ដែលទេនឹងចៅទូតមិនចៅខ្ញុំនេះឲ្យចៅទូតតម្រងហើយអូនឈឺរយៈពេលប៉ុន្មានថ្ងៃអីយាយដឹងអត់ខ្ញុំដឹងថាតាំងពីចាប់ឈឺមកកន្លះខែហ្មងកន្លះខែហ្នឹងមកហ្នឹងចឹងមួយថ្ងៃ2ថ្ងៃហ្នឹងចឹងឥឡូវហ្នឹងយើងអត់តដឹងថាជំងឺរបស់អូនជាជំងឺអីទេដឹងហើយគេគ្រូពេទ្យសួរថាដំបងវាមិនខ្ញុំថាវាចេញដូចយើងចេញថ្ងៃយ៉ាងបាន2ថ្ងៃទទួលម៉ែវាយកទៅតលេចាមានតែបែកគេអត់តបញ្ជាក់មកវិញថាអូនកើតជំងឺអីណាអត់តាន់បញ្ជាក់ទេតាន់បញ្ជាក់ប៉ាត់ថាប្រាប់ថាខ្វះឈាមមកដាក់ឈាមអូឥឡូវស្ថានភាពទៅពេលនេះគឺដាក់ឈាមចឹងកំពុងចូលឈាមហ្នឹងហើយស្ថានភាពស្នាពេលអូនមានលក្ខណៈរៀងធ្ងន់ធ្ងរទៅឬក៏ស្រាលមកអីនិយាយពេលគេអត់តាន់ប្រាប់ផងចាអូននឹកគេងនៅឡើយណានៅដេកនៅហ្នឹងលោកយាយបញ្ជាក់ទីមើលថាអូនគាត់មានអាយុប្រហែលហើយគាត់ប្រុសស្រីនិយាយប្រុសអាយុ2ខួបកន្លះហើយទៅវាចេញដល់កវិញយើងអូនដៃស៊ីមើលថែអូនមានដោះគោអីគាត់ទម្លាក់អំពីអីដិតដល់អត់លោកយាយអត់ដិតដល់ទេបានអីអ្នកគ្រូជួយទឹកដោះគោជួយអីងាកមាញ់នេះជួយថាវិការ 100000 ដែរអញ្ចឹងមិនថាគង់តែលោកយាយគាត់ហ្នឹងសម្រាប់ចិត្តហ្នឹងសម្រាប់ចិត្តធ្វើម៉េច